សួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងនិយាយពីភាពល្វីងជូរចត់បើនិយាយពីភាពល្វីងជូរចត់នៃរសជាតិអាហារអ្នកទាំងអស់គ្នាប្រហែលជាដឹងហើយថារសជាតិល្វីងអាចសំដៅទៅលើថ្នាំម្រះស្តៅជាដើមហើយបើនិយាយពីរសជាតិជូរវិញប្រកាសជាដឹងហើយថាមានអីគេខពីស្វាយម្កាក់តឡឹងតឹងក្រូចឆ្មាអំពិលខ្ចីសំដាន់លាក់នឹងលាក់វាមានច្រើនទៀតគ្រឿងជូរនឹងគឺមានច្រើនមែនតើបើនិយាយដល់ចត់វិញប្រកាសជានឹកឃើញច្បាស់ជាងគេគឺខ្វិតតែម្ដងដោយអ្វីដែលខ្ញុំបានរៀបរាប់មកខាងដើមមកនេះវាអាចជារសជាតិអាហារដែលអ្នកទាំងអស់គ្នាធ្លាប់បានភ្លក់រសជាតិទាំងអស់នោះរួចមកហើយទោះបីចង់ឬមិនចង់ក៏ដោយក៏អ្នកទាំងអស់គ្នាបានសាកល្បងរួចមកហើយដែរព្រោះទាំងអស់ហ្នឹងវាសិតតែមានអត្ថប្រយោជន៍ដែលជួយដល់អ្នកទាំងអស់គ្នាព្រោះពេលណាដែលអ្នកទាំងអស់គ្នាឈឺប្រកាសជាទៅរកថ្នាំបើទោះបីជាអ្នកទាំងអស់គ្នាអត់ចេះញ៉ាំបន្លែល្វីងក៏ដោយពិតណាស់ថាជីវិតរបស់យើងវាអត់ខុសពីអ្វីដែលខ្ញុំបានរៀបរាប់ពីរសជាតិអាហារនោះទេរសជាតិជីវិតរបស់មនុស្សយើងវាតែងតែមានអ្វីដែលប្រកបនៅក្នុងនឹងវាធ្វើឲ្យយើងបានភ្លក់នៅរសជាតិល្វីងជូរចត់ទៅតាមអ្វីដែលយើងបានជួបប្រទះរាល់ថ្ងៃហ្នឹងទៅតាមរដូវកាលទៅតាមមនុស្សដែលយើងបានជួបអ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ឮគេនិយាយថាថ្នាំកាន់តែល្វីងកាន់តែមានប្រសិទ្ធភាពដូចគ្នានឹងជីវិតរបស់យើងដែរនៅពេលដែលជីវិតរបស់យើងជួបនឹងអ្វីដែលល្វីងជូរចត់ច្រើនជីវិតរបស់យើងវាកាន់តែមានន័យបើសិនជាយើងដឹងពីអ្វីដែលជាចំណុចចុងក្រោយនៃអ្វីដែលយើងទទួលបានបន្ទាប់ពីយើងបានភ្លក់រសជាតិទាំងអស់នោះហើយព្រោះមនុស្សម្នាក់សិតតែជួបនៅរសជាតិជីវិតខុសៗគ្នាទៅតាមវ័យទៅតាមកម្រិតនៃជីវិតរបស់មនុស្សយើងម្នាក់ហើយពេលខ្លះភាពល្វីងជូរចត់នឹងវាស្ថិតនៅក្នុងអតីតកាលពីទូចរបស់យើងឬក៏ដំណាក់កាលដែលយើងធំពេញវ័យហើយឬក៏ដំណាក់កាលដែលយើងចូលទៅធ្វើការវាប្រកាសជាស្ថិតនៅក្នុងវ័យណាមួយនៃជីវិតរបស់យើងដែលធ្វើឲ្យយើងចងចាំអត់ភ្លេចទេហើយភាពល្វីងជូរចត់នឹងបើសិនជាយើងអាចរៀនសូត្របានយើងនឹងអាចចូលឈ្នះវាក៏ប៉ុន្តែបើសិនជាយើងនៅតែត្រាំត្រែងនៅក្នុងភាពល្វីងជូរចត់នឹងទៀតប្រកាសណាស់ថាអាយុកាលរបស់យើងកើនប៉ុន្តែភាពល្វីងជូរចត់នឹងដាក់ឲ្យយើងបានភ្លក់ពីដំណាក់កាលតូចមកដំណាក់កាលធំពីដំណាក់កាលធំទៅកាន់ដំណាក់កាលធំទៀតទៅតាមវ័យនៃអាយុរបស់យើងនៅត្រង់នេះប្រហែលជាមានអ្នកដែលស្ដាប់ខ្ញុំអត់ទាន់យល់ចឹងខ្ញុំចង់បកស្រាយបន្តិចថាបើសិនជាយើងនៅតែត្រាំត្រែងហ្នឹងគឺបានន័យថាយើងនៅត្រាំម៉ាជាមួយនឹងរឿងរ៉ាវឧទាហរណ៍ថាយើងធ្លាប់ជួបប្រទះរឿងតាំងពីតូចមកមានបញ្ហាពីតូចហើយយើងតែគិតថាខ្លួនឯងជាតួកំសត់អញ្ចឹងក៏ធ្វើឲ្យជីវិតរបស់ខ្លួនឯងរងគ្រោះព្រោះតែកំណត់របស់ខ្លួនឯងអោបកសោបរឿងដែលអតីតកាលបានកន្លងមកហើយយកមកត្រាំម៉ាដល់យើងធំនៅពេលដែលយើងធំយើងក៏ដិតដាមនៅក្នុងអារម្មណ៍មួយហ្នឹងបន្ទាប់ពីចឹងទៅយើងក៏ស្រូបទាញរឿងដែលមិនល្អហ្នឹងឲ្យចូលមកក្នុងជីវិតរបស់យើងកាន់តែច្រើនបន្ថែមទៀតដូច្នេះហើយកុំប្រាថ្នាឲ្យគ្មានបញ្ហានៅក្នុងជីវិតតែត្រូវប្រាថ្នាឲ្យការគិតរបស់ខ្លួនឯងកាន់តែធំជាងបញ្ហាព្រោះកាលណាដែលការគិតរបស់យើងធំជាងបញ្ហាយើងប្រកាសជាមានដំណោះស្រាយនៅក្នុងការដោះស្រាយបញ្ហានៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងបានវាដូចជាការដែលយើងលេង challenge ជាមួយនឹងអីមួយចឹងវាប្រកាសជាមានដំណាក់កាលដែលពិបាកប៉ុន្តែនៅពេលដែលយើងអាចដោះស្រាយយកឈ្នះវាបានវាទៅជារឿងដែលងាយស្រួលហើយយើងក៏អាចបញ្ចូលទៅដល់អ្នកដទៃបន្តទៀតបានដែរនៅពេលដែលយើងអាចដោះស្រាយនៅត្រង់ចំណុចនោះបាននេះគេហៅថាបទពិសោធន៍ដែលចេញពីបញ្ហាដែលយើងបានជួបប្រទះក៏ប៉ុន្តែបើយើងមិនអាចយកឈ្នះនៅរាល់បញ្ហាទាំងអស់នោះបានទេប្រកាសណាស់ថាយើងនឹងជាប់ផុងនៅក្នុងវិបត្តិហើយនៅពេលដែលចិត្តយើងមានវិបត្តិហើយយើងមិនអាចធ្វើអីបានរីកចម្រើនទេពីព្រោះយើងកំពុងតែតានតឹងនៅក្នុងបញ្ហាមួយហ្នឹងអញ្ចឹងយើងត្រូវតែចេះសួរខ្លួនឯងថាយើងចង់កើតម្ដងទៀតឬក៏បដ ாய் ខ្លួនឯងស្លាប់នៅក្នុងបញ្ហានោះបើសិនជាយើងអត់ព្រមពង្រឹងខ្លួនឯងខ្លាំងទេបញ្ហានៅក្នុងជីវិតរបស់យើងវានឹងសកត់កយើងរហូតដល់យើងអត់ដង្ហើមអត់រួចហ្មងខ្ញុំចង់បកទៅក្រោយបន្តិចថៃបើខ្ញុំបញ្ជាក់ថា
កុំឲ្យយើងប្រាថ្នាគ្មានបញ្ហាតែត្រូវប្រាថ្នាឲ្យយើងមានការគិតធំជាងបញ្ហាព្រោះត្រង់នេះឯងដែលខ្ញុំចង់និយាយថាបើសិនជាយើងអប់ព្រមផ្ដោតមកលើការអភិវឌ្ឍខ្លួនឯងអញ្ចឹងយើងប្រកាសជាអាចរីកចម្រើនបានទេហើយបើអត់មានបញ្ហាទេយើងក៏អាចផ្លាស់ប្ដូរខ្លួនឯងបានដែរបញ្ហាដែលយើងជួបមកដំណាក់កាលហ្នឹងឯងដែលវាជាកម្មចតាដែលឲ្យយើងជន់ឡើងទៅកាន់ទីខ្ពស់ដែលយើងប្រាថ្នាតែបើយើងអត់ព្រមជន់វាឡើងទេយើងយកវាមកទូលើក្បាលប្រកាសណាស់ថាវានឹងធ្ងន់ពីព្រោះយើងមិនអាចទូលើក្បាលស្ពាននឹងខ្លួនអោបជាប់នឹងដើមទ្រូងបានទេទាំងអស់ហ្នឹងធ្ងន់ណាស់ធ្ងន់រហូតដល់យើងអាចដើរទៅមុខរួចទៀតបានដូច្នេះហើយការសម្រេចចិត្តគឺនៅលើយើងតែយើងកើម្ដងទៀតឬក៏បដិខ្លួនឯងស្លាប់នៅក្នុងបញ្ហានោះបើយើងសម្រេចចិត្តថាយើងកើម្ដងទៀតអញ្ចឹងត្រូវតែឆាប់ក្រោកឈរឡើងវិញពេលដែលយើងក្រោកឈរឡើងវិញបានជើងនឹងខ្លាំងជាងមុនទៅទៀតដូចខ្ញុំបាននិយាយមុននឹងអញ្ចឹងថាបញ្ហាគឺជាកម្មចតាឲ្យយើងជន់ឡើងវាមិនមែនជាបន្ទុកឲ្យយើងមករែកពុនទេដូច្នេះហើយត្រូវតែសប្បាយចិត្តនៅពេលដែលជួបបញ្ហាពីព្រោះថាវាដូចជាថ្នាំដែលល្វីងអញ្ចឹងពេលដែលលេបវាចូលទៅវានឹងជួយព្យាបាលឲ្យយើងមានសុខភាពល្អឡើងវិញដូចគ្នាបញ្ហាចូលមកកំពុងតែបង្រៀនយើងឲ្យទទួលបានបទពិសោធន៍ថ្មីមួយទៀតឲ្យយើងកាន់តែខ្លាំងកាន់តែរឹងមាំជាងមុនអញ្ចឹងកុំប្រាថ្នាអត់មានបញ្ហាបើសិនជាចង់ឲ្យជីវិតខ្លួនឯងរីកចម្រើនត្រូវតែប្រឈមមុខជាមួយនឹងបញ្ហាដោះស្រាយជាមួយវាហើយមិនល្អូលទាំទេពេលដែលជួបបញ្ហាពីព្រោះថាអាបញ្ហាដែលយើងល្អូលទាំវាកាន់តែធ្វើឲ្យអាបញ្ហាហ្នឹងកាន់តែធំហើយក៏អាចជួយឲ្យយើងរីកចម្រើនឬក៏លូតលាស់ទៅមុខទៀតដែរវាកាន់តែធ្វើឲ្យយើងក្រិនជាងមុនទៅទៀតខ្ញុំដឹងថាភាពល្វីងជូរចត់នៅក្នុងជីវិតរបស់មនុស្សយើងម្នាក់អត់មានអ្នកគេចង់ទទួលយកទេហើយក៏អត់មានអ្នកគេចង់ជួបដែរដោយសារតែខ្លួនឯងនៅក្នុងចិត្តហ្នឹងវាតឹងពេកអញ្ចឹងបានចិត្តតែចង់ល្អប៉ុន្តែខ្ញុំគ្រាន់តែចង់ឲ្យអ្នកទាំងអស់គ្នាដឹងថាបើអ្នកទាំងអស់គ្នាកាន់តែល្អអ្នកទាំងអស់គ្នាកាន់តែស្រូបទាញរឿងទាំងអស់ហ្នឹងចូលមកក្នុងជីវិតកាន់តែច្រើនថែមទៀតតែបើសិនជាអ្នកទាំងអស់គ្នាបិទមាត់ហើយចាប់ផ្ដើមធ្វើផ្លាស់ប្ដូរនូវសកម្មភាពណាមួយអ្នកទាំងអស់គ្នានឹងឃើញអ្វីដែលល្អកើតចេញពីអ្វីដែលអ្នកទាំងអស់គ្នាកំពុងតែតស៊ូអត់ធ្មត់នឹងពីព្រោះថាការអត់ធ្មត់ការព្យាយាមរមែងផ្ដល់អ្វីដែលល្អមកឲ្យយើងជានិច្ចវាអត់ដែលផ្លេចនៅអ្វីដែលយើងបានធ្វើទេដូចគេនិយាយថាទង្វើល្អការអត់ធ្មត់ការព្យាយាមរបស់មនុស្សម្នាក់វាអត់ដែលផ្លេចម្ចាស់របស់វាទេវានឹងវិលត្រឡប់មកម្ចាស់វាវិញនៅថ្ងៃណាមួយគ្រប់បែបយ៉ាងនៅក្នុងជីវិតរបស់យើងវាសុទ្ធតែមានជំរើសឲ្យយើងជ្រើសរើសបានទាំងអស់ក៏ប៉ុន្តែនៅពេលដែលយើងជាប់នៅក្នុងបញ្ហាយើងប្រកាសជាមើលអត់ឃើញជំរើសទេយើងប្រកាសជានិយាយថាអត់មានជំរើសឲ្យធ្វើម៉េចអញ្ចឹងមានអាធំទៅធ្វើរឿងនឹងបន្តទៀតប៉ុន្តែខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាគ្រប់មនុស្សសុទ្ធតែមានជំរើសព្រោះយើងមានការគិតមួយដែលអស្ចារ្យមែនតើប៉ុន្តែបើយើងអត់ព្រមចំណាយពេលគិតជីវិតរបស់យើងក៏ក្រៀមសពូនទៅតាមនឹងដែរត្រង់ចំណុចនេះខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាពិចារណាបន្តិចបើសិនជាអ្នកទាំងអស់គ្នាចូលការគិតធំជាងអារម្មណ៍របស់អ្នកទាំងអស់គ្នានឹងអាចមានការគិតដែលល្អមួយប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាចូលអារម្មណ៍មនោសញ្ចេតនាជាធំហើយប្រកបណាស់ថាជីវិតអ្នកទាំងអស់គ្នាកាន់តែទួចុះទៅក្រោមត្រង់នេះខ្ញុំបាននិយាយថាអារម្មណ៍ឬក៏មនោសញ្ចេតនារបស់យើងវាអត់ប្រយោជន៍ទេប៉ុន្តែនៅក្នុងអំឡុងពេលនេះអ្វីដែលអ្នកទាំងអស់គ្នាអាចចូលមកប្រើប្រាស់បានគឺការគិតមិនមែនអារម្មណ៍ទេពីព្រោះថាបើសិនជាយើងធ្វើឲ្យទៅតាមអារម្មណ៍វានឹងធ្វើឲ្យអ្នកទាំងអស់គ្នាកាន់តែដួលចុះទៅទៀតពីព្រោះថានៅពេលដែលអ្នកប្រើអារម្មណ៍ខ្លាំងពេកអ្នកទាំងអស់គ្នានឹងបាត់បង់ការគិតហើយនៅពេលដែលបាត់បង់ការគិតហើយប្រកបណាស់ថាយើងនឹងធ្វើអ្វីដែលឈួតដែលយើងមិនអាច control ខ្លួនឯងបានទេហើយនៅពេលដែលមិនអាច control ខ្លួនឯងបានហើយពេលនោះយើងនឹងអាចធ្វើរឿងដែលខុសឆ្គងដែលបំផ្លាញជីវិតរបស់យើងទាំងស្រុងបានហើយមួយទៀត
វាមិនមែនថាបំផ្លាញតែយើងខ្លួនឯងទេពេលខ្លះវាក៏អាចបំផ្លាញទៅដល់មកគ្រួសារយើងក៏មានដែរហើយបើសិនជាអ្នកទាំងអស់គ្នាមានកូនវាក៏អាចបំផ្លាញដល់កូនអ្នកទាំងអស់គ្នាដែរតែបើសិនជាអ្នកទាំងអស់គ្នាអាចទ្រាំបានទ្រាំលេបថ្មលេបគ្រូទ្រាំលេបភាពល្វីងជូរចត់នៅក្នុងដំណាក់កាលនេះបានអ្នកទាំងអស់គ្នានឹងឈ្នះគឺឈ្នះខ្លួនឯងមិនមែនឈ្នះអ្នកដទៃទេពេលដែលអ្នកទាំងអស់គ្នាអាចយកឈ្នះខ្លួនឯងបានហើយប្រកាសណាស់ថាអ្នកទាំងអស់គ្នានឹងអាចយកឈ្នះពិភពលោកនេះទាំងមូលបានចឹងគ្រប់បែបយ៉ាងវាតែងតែមានជម្រើសដូច្នេះហើយត្រូវតាំងសតិដើម្បីគិតពិចារណាកុំបដោយខ្លួនឯងទៅធ្វើតាមអ្វីដែលជាអារម្មណ៍មួយឆាវរបស់ខ្លួនឯងពីព្រោះអារម្មណ៍មួយឆាវហ្នឹងវាអាចនឹងធ្វើអ្នកទាំងអស់គ្នាដោនចុះបានបើសិនជាឈឺចាប់ណាអាចស្រែកជុំបាននិយាយរួមទៅបើចាំលាក់បាំងអារម្មណ៍មួយហ្នឹងទេហើយកុំគិតថាខ្លួនឯងនឹងឈួតនៅពេលដែលខ្លួនឯងនឹងជុំកុំគិតថាខ្លួនឯងនឹងទន់ខ្សោយនៅពេលដែលខ្លួនឯងនឹងលែងចង់ធ្វើអីទាំងអស់ព្រោះមនុស្សយើងគ្រប់គ្នាវាតែងតែមានដំណាក់កាលដែលល្វីងជូរចត់ដែលងងឹតឆឹងហ្មងមើលអីអត់ឃើញទេប៉ុន្តែបើសិនជាស្ថិតនៅក្នុងដំណាក់កាលហ្នឹងសូមឲ្យខ្លួនឯងនឹងស្ងៀមស្ងាត់ព្រោះបើសិនជាខ្លួនឯងធ្វើសកម្មភាពច្រើនពេកនឹងអាចឃើញពលឺតូចមួយដែលបង្ហាញផ្លូវអ្នកទាំងអស់គ្នាចេញរួចពីអាទីងងឹតនឹងបានទេភាពល្វីងជូរចត់វានឹងផ្ដល់ផលផ្លែដ៏ល្អបើសិនជាអ្នកទាំងអស់គ្នាអាចរៀនពីបទពិសោធន៍នៃការឈឺចាប់ទាំងអស់នឹងបានដូចពាក្យមួយប្រយោគដែលខ្ញុំទៅសេរនៅក្នុងសៀវភៅតម្លៃនៃពេលវេលាដែលជាសៀវភៅទី1របស់ខ្ញុំបានទៅសេរថាកែច្នៃការឈឺចាប់ឲ្យក្លាយជាឱកាសអញ្ចឹងបើអ្នកទាំងអស់គ្នាឈឺចាប់ណាគួរតែយកអាកម្លាំងនៃការឈឺចាប់របស់អ្នកទាំងអស់គ្នានឹងមករុញច្រានអ្នកទាំងអស់គ្នាប្រឹងប្រែងធ្វើអ្វីមួយដែលថាចេញពីភាពឈឺចាប់ហ្នឹងពីព្រោះថាកម្លាំងនៃភាពឈឺចាប់វាមានថាមពលខ្លាំងមែនតើបើសិនជាអ្នកទាំងអស់គ្នាមិនជឿអាចសាកល្បងបានពីព្រោះនៅក្នុងជីវិតរបស់ខ្ញុំបានយកអាភាពឈឺចាប់ហ្នឹងយកមកច្នៃខ្លួនឯងហើយបើសិនជាខ្ញុំអត់ច្នៃភាពល្វីងជូរចត់នៅក្នុងចិត្តរបស់ខ្ញុំបានទេប្រកាសជាមានវីដេអូនេះចេញឲ្យអ្នកទាំងអស់គ្នាស្ដាប់បានទេហើយទម្រាំដើរមកដល់ចំណុចនេះខ្ញុំបានលត់ដំខ្លួនឯងជាច្រើនឆ្នាំមកហើយវាមិនមែនថាកើតឡើងនៅក្នុងពេលមួយឆ្នាំឬក៏មួយខែទេគ្រប់បែបយ៉ាងវាត្រូវការភាពអត់ធ្មត់និងការតស៊ូដើម្បីទទួលបានលទ្ធផលណាមួយអូខេឥឡូវវាដូចជាវែងតិចហើយឥឡូវខ្ញុំចូលមកសរុបឲ្យអ្នកទាំងអស់គ្នាជល់ពីខ្លឹមសារនៅក្នុងវីដេអូនេះទាំងស្រុងតែម្ដងនៅក្នុងវីដេអូនេះមានគោលសំខាន់តែមួយទេគឺរសជាតិជីវិតហើយនៅក្នុងគោលសំខាន់មួយនេះខ្ញុំបានចែកចេញជា5ទៀតចំណុចទី1កាន់តែល្វីងកាន់តែមានប្រសិទ្ធភាពចំណុចទី2កុំប្រាថ្នាឲ្យគ្មានបញ្ហាតែត្រូវប្រាថ្នាឲ្យការគិតធំជាងបញ្ហាចំណុចទី3កើតម្ដងទៀតឬមិនដល់ខ្លួនឯងស្លាប់ចំណុចទី4ក្រោកឈរឡើងវិញបាននិងខ្លាំងនិងចំណុចចុងក្រោយចំណុចទី5ការអត់ធ្មត់និងការព្យាយាមរមែងផ្ដល់ផលល្អជានិច្ចខ្ញុំជឿជាក់ថាអ្នកដែលស្ដាប់វីដេអូរបស់ខ្ញុំពីដើមរហូតដល់ពេលនេះប្រកាសជាចង់ងើបឈរឡើងវិញហើយខ្ញុំជឿជាក់លើអ្នកទាំងអស់គ្នាជឿជាក់ថាអ្នកទាំងអស់គ្នាអាចធ្វើបានខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នាអាចតាំងចិត្តផ្លាស់ប្ដូរជីវិតបានឲ្យស្ថិតនៅក្នុងអាភាពល្វីងជូរចត់នឹងបន្តទៀតទេអូខេខ្ញុំសង្ឃឹមថាវីដេអូនេះនឹងជាប្រយោជន៍ឲ្យអ្នកទាំងអស់គ្នាបានកែច្នៃជីវិតបានខ្លះៗដែរអរគុណអ្នកទាំងអស់គ្នាដែលបានស្ដាប់វីដេអូនេះតាំងពីដើមរហូតដល់ពេលនេះទម្រាំអាចសម្រេចក្តីសុបិនវាមិនមែនជារឿងងាយស្រួលទេសៀវភៅនេះស្រាលហើយវាមានទំហំ A5 សៀវភៅលេខសម្ងាត់មានកម្រាស់278ទំព័រជាប្រភេទសៀវភៅលើកទឹកចិត្តមានការបំផុសជាសំណួរជាច្រើនដើម្បីឲ្យអ្នកអានស្វែងរកចម្លើយចេញពីក្នុងខ្លួនឯងសៀវភៅនេះត្រូវចំពោះអ្នកដែលកំពុងតែស្វែងរកខ្លួនឯងជានរណាកើតមកដើម្បីអ្វី